ទម្លាប់4យ៉ាងនេះជួយពង្រឹងសុខភាពឲ្យអ្នកអាយុវែងគ្មានជំងឺមនុស្សរស់នៅសុទ្ធតែចង់ឲ្យមានសុខភាពល្អនិងមានអាយុវែងគប់ផ្សំជាមួយនឹងរូបសម្រស់ស្រស់ស្អាតផងដែរនោះហើយគឺជាក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងនេះគឺជាទម្លាប់4យ៉ាងដែលធ្វើឲ្យពង្រឹងសុខភាពធ្វើឲ្យសុខភាពល្អអាយុវែងគ្មានជំងឺទម្លាប់ទី1ញ៉ាំបន្លែផ្លែឈើឲ្យបានច្រើនអ្នកគួរតែញ៉ាំអាហារបន្លែឲ្យបានច្រើននិងផ្លែឈើមធ្យមញ៉ាំគ្រាប់ធញ្ញជាតិនិងត្រី3 ទៅ 4 ដងក្នុងមួយសប្តាហ៍ជៀសវាងសាច់ក្រហមនិងសាច់សុទ្ធ2 ទៅ 3ក្នុងមួយសប្តាហ៍ឈីសតិចតួចប៉ុណ្ណោះរបបអាហារមេឌីទែរ៉ាណេត្រូវបានបង្ហាញថាអាចបន្ថយហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី2និងជំងឺបេះដូងទី2តមអាហារ12ម៉ោងក្នុងមួយថ្ងៃការកំណត់ម៉ោងញ៉ាំឲ្យបានត្រឹមត្រូវជាកត្តាសំខាន់អ្នកគួរតែកំណត់ពេលញ៉ាំក្នុងចន្លោះ12ម៉ោងឧទាហរណ៍កំណត់ពេលញ៉ាំពីម៉ោង7ព្រឹកដល់ម៉ោង7យប់បន្ថែមពីនេះគាត់ក៏អាចរៀបចំរបបអាហារដែលហៅថា fasting mimicking diet ដែលជួយឲ្យរាងកាយទទួលបានអត្ថប្រយោជន៍ដូចជាការតមអាហារតែម្ដងទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់សាកល្បងវិធីនេះរយៈពេល5ថ្ងៃហើយបន្ទាប់មកអ្នកអាចត្រឡប់ទៅញ៉ាំអាហារបានធម្មតាវិញវិធីនេះអាចធ្វើវាបានរៀងរាល់3 ទៅ 4 ខែនិងកាត់បន្ថយហានិភ័យនៃការកើតឡើងជំងឺជាច្រើនដូចជាជំងឺមហារីកជំងឺបេះដូងនិងជំងឺទឹកនោមផ្អែម3ការធ្វើលំហាត់ប្រាណអ្នកគួរតែធ្វើលំហាត់ប្រាណយ៉ាងតិច150នាទីក្នុងមួយសប្តាហ៍2 ម៉ោងកន្លះប្រសិនបើមានពេលទម្លាប់តូចៗនេះគឺជាអ្វីដែលជំនាន់មុននៅតំបន់ដែលមានអាយុវែងធ្លាប់បានអនុវត្ត4ផ្ដល់អាទិភាពដល់ដំណេកនិងសុខភាពផ្លូវចិត្តការគេងឲ្យបានគ្រប់គ្រាន់ជាកត្តាសំខាន់សម្រាប់អាយុវែងអ្នកជំនាញបានណែនាំថាគេនឹងភ្ញាក់ក្នុងម៉ោងដដែលជារៀងរាល់ថ្ងៃបង្កើតទម្លាប់មុនពេលចូលគេងដើម្បីឲ្យរាងកាយស្ងប់ក្រៅពីការគេងសុខភាពផ្លូវចិត្តក៏មានវិជ្ជមានដែរទម្លាប់ទាំងនេះមិនមែនជាអ្វីដែលពិបាកឡើយប៉ុន្តែត្រូវការស្រឡាញ់ខ្លួនឯងនិងភាពជឿវាងប្រសិនបើអនុវត្តបានជាប្រចាំវាជួយឲ្យជីវិតអ្នកស្រស់បំព្រងមានសុខភាពល្អអាយុវែងនិងមានអារម្មណ៍សប្បាយចិត្តជានិច្ច